កំសែងក្រមាខំខែងអូលងលាក់កំសែងក្រមាខំខែងអូលងព្រោះមានបំណងឲ្យបងដេញអូនប្រិយមិត្តជាទីមេត្រីលាក់កំសែងគឺជាល្បែងមួយប្រភេទរបស់ខ្មែរយើងតែងលេងកំសាន្តសប្បាយនៅពេលយប់ខែភ្លឺក្នុងរដូវចូលឆ្នាំឬនៅពេលជាចន្លោះការនឿយហត់ម្ដងដំបូងគេបបួលគ្នាបានចំនួន6ទៅ7នាក់ឡើងទៅហើយអង្គុយចោងហោងដំកង់ជារង្វង់ដាក់ដៃទាំងពីរទៅមុខលើក្បាលជង្គង់គេយកកន្សែងឬក្រមាតូចមួយមករុំមូលឈ្មោលរឹតឲ្យតឹងណែនល្អទុកជាយបន្តិចសម្រាប់កាន់យកបានសន្មតហៅថាកន្សែងរបៀបលេងមានម្នាក់នៅក្រៅវង់កាន់កន្សែងដើរព័ទ្ធជុំវិញយ៉ាងលឿនពីក្រោយខ្នងអ្នកអង្គុយបញ្ឆោតអ្នកអង្គុយមិនឲ្យដឹងខ្លួនថាគេលាក់កន្សែងពីក្រោយខ្នងឡើយហើយគេនាំគ្នាច្រៀងទាំងអស់គ្នាថាលាក់កន្សែងក្រមាខំកែងអូសលងលាក់កំសែងក្រមាខំខែងអូលងល្បែងនេះមានដំណំយ៉ាងតឹងរ៉ឹងមិនឲ្យអ្នកអង្គុយងាកក្រោយឬលូកដៃទៅក្រោយខ្នងឡើយអ្នកលាក់លុះរត់ក្រឡឹងអ្នកអង្គុយពី3ជុំហើយមើលតែអ្នកណាអង្គុយបែបភ្លេចខ្លួនគេក៏ដាក់កន្សែងក្រោយខ្នងអ្នកនោះភ្លាមរួចគេរត់យ៉ាងរហ័សព័ទ្ធវងអ្នកអង្គុយដើម្បីឲ្យឆាប់ដល់កន្លែងកន្សែងដែលគេលាក់នោះបើបុរសឬនារីដែលត្រូវគេលាក់កន្សែងពីក្រោយខ្នងនោះមិនដឹងខ្លួនអ្នកលាក់ចាប់យកកន្សែងបានមុនគេយកកន្សែងទៅគក់ខ្នងអ្នកដែលអង្គុយហើយយកកន្សែងលាក់តទៅទៀតតែបើអ្នកអង្គុយដឹងខ្លួនថាគេលាក់កន្សែងចំក្រោយខ្នងហើយចាប់យកកន្សែងបានមុនអ្នកអង្គុយនោះក្រោកឡើងចាប់កន្សែងដេញគក់អ្នកលាក់វិញម្យ៉ាងបើអ្នកនោះគេរត់ទៅដល់កន្លែងចន្លោះអង្គុយបានអ្នកកាន់កន្សែងមិនត្រូវគក់គេទេត្រូវរត់ក្រឡឹងអ្នកអង្គុយដំកង់ដើម្បីនឹងលាក់តទៅទៀតលេងលាក់កន្សែងប្រោះលេងគូស្នេហ៍សំបាយភ្លេងទេពុកម៉ែចាំងលេងលាក់កន្សែងប្រោះលេងគូស្នេហ៍ល្បែងនេះគេលេងដើម្បីហាត់ខ្លួនឲ្យមានស្មារតីរឹងប៉ឹងរហ័សរហួនឲ្យមានប្រាជ្ញាវាងវៃហាត់ទម្លាប់ខ្លួនឲ្យចេះប្រុងប្រយ័ត្នជានិច្ច